ធ្លាក់ភ្លៀងដើមខែតែមួយមេដើមឈើជុំវិញផ្ទះឡើងស្រស់ញញឹមតែម្ដងបើនិយាយពីបន្លែដែលម៉ែដាំនៅមុខផ្ទះវិញណាឡើងខៀវស្ងាត់ឃើញហើយគួរឲ្យចង់ញ៉ាំអត់មានទុកដីឲ្យទំនេរទេម៉ែក្មេកខ្ញុំតែងតែទិញកូនស្ពៃក្តោបខាត់ណាផ្កាកូនម្ទេសដែលគេបដោរួចស្រេចនឹងយកមកដាំនៅមុខផ្ទះចំណែកឯស្ពៃកញ្ញានិងស្ពៃចកឹះវិញម៉ែទិញគ្រាប់យកមកបដោខ្លួនឯងឃើញបន្លែដាំដុះល្អអញ្ចឹងមិនមែនអត់មានឧបសគ្គទេឲ្យតែកូនបន្លែដុះប្លុកតូចមកតែមិនយកចិត្តទុកដាក់នឹងដឹងតែខ្យងចេញមកស៊ីអស់ហើយមួយយប់អីអស់មួយថ្នាលក៏មានដែរជាពិសេសកូនបន្លែខ្ចីតូចនឹងហ្មងបើនិយាយពីបងខ្យងវិញណារើបោះចោលមិនក៏រើមិនចេះអស់ដែរកើតកូនមកបន្តហូរហាយអត់ដែលដាច់ទេប៉ុន្តែឥឡូវអស់បារម្ភទិញតែថ្នាំលាយជាមួយទឹកស្រោចទៅលើដីមុនដាំដុះក៏បានស្រោចពេលកប់គ្រាប់បន្លែនៅលើដីក៏បានម៉ាក់ខ្យងប៉ាខ្យងក៏រត់អស់ដែរតែប៉ុណ្ណឹងបន្លែយើងដាក់តែជីលីមួសัตว์ស្រោចទឹកឲ្យបានដិតដល់បានផលញ៉ាំមិនអស់ពេលខ្លះម៉ែកាត់ផ្ញើកូននៅតាមខេត្តទៀតក៏មានដែរបន្លែធម្មជាតិដាំដុះដោយដៃម៉ែមានរសជាតិផ្អែមឆ្ងាញ់តិចអីចង់ឆាក៏បានចង់ស្ងោរក៏បានបើនិយាយពីរសជាតិវិញណាឡើងផ្អែមហ្មងហើយពេលដែលញ៉ាំទៅអត់បាច់ភ័យព្រួយថាប៉ះពាល់សុខភាពអីទេព្រោះនេះគឺជាបន្លែដែលម៉ែដាំដុះជុំវិញផ្ទះដាំដុះធម្មជាតិប្រើតែជីលីមួសัตว์ហើយនឹងស្រោចទឹកតែប៉ុណ្្នឹងឯងចំណែកឯម្សៅខ្យងដែលយើងទិញយកមកស្រោចនៅពេលដែលយើងកប់គ្រាប់នឹងអត់មានប៉ះពាល់ដល់បន្លែយើងធ្វើឲ្យយើងញ៉ាំទៅប៉ះពាល់សុខភាពអីទេអញ្ចឹងបងដែលមានបញ្ហាដាំដុះបន្លែនៅក្បែរផ្ទះហើយខ្យងស៊ីបន្លែអស់ឥឡូវហ្នឹងអស់បារម្ភអីគឺគេមានម្សៅខ្យងយើងយកមកលាយមួយទឹកស្រោចទៅគឺថាខ្យងរត់ខ្ចាត់ខ្ចាយអស់ហ្មងនេះគឺជាថ្នាំខ្យងដែលយើងយកមកលាយទឹកប្រើក្នុងមួយកញ្ចប់យើងលាយទឹកបាន20លីត្រហើយក្នុងមួយកញ្ចប់តម្លៃតែ6000ឯងបងប្អូនស្រោចតំណាំទៅគឺបានផលមែនតែនខ្យងរត់ខ្ចាត់ខ្ចាយអស់ហ្មងតែប៉ុណ្ណេះបន្លែយើងគឺបបោហូហៀញ៉ាំមិនអស់អាចលក់បានទៀត